ำหรับอีเวนต์ទាំង6នេះមានដូចជា event Isuzu ចាស់ event anniversary លើកទី10 event Aspirian event Mia Legend ដែលបានធ្វើការកែប្រែ event Isuzu ថ្មីនិង event Legend Kakura ថ្មីតែសម្រាប់6 skin នេះតើគ្នាយើងរងចាំនៅ skin ណាមួយខ្លាំងជាងគេដែរអូខេចូលមកដល់ event ទី1សម្រាប់ event ចាស់ Isuzu ដែលរួមមានដូចជា skin Kakura Granger Hayabusa ក៏ដូចជា Yuchung Isuzu មានទទួលដំណឹងថានឹងធ្វើការចេញក៏ដូចជាត្រឡប់មកវិញនៅថ្ងៃទី28ខែសីហាខាងមុខនេះហើយតែហាក់បីដូចជាអត់មានការផ្សាយអីដូចជាស្ងាត់ឈឹងតែម្ដងគ្នាយើងហើយខ្លះក៏គេថាអត់ចេញនៅក្នុង server Colombo របស់យើងទេគឺចេញនៅក្នុង server ជប៉ុនក៏ដូចជា server រុស្ស៊ីឯនោះវិញតែចាំមើលចាស់ស្ដាយសិនគ្នាយើងណាឲ្យសម្រាប់ admin ក៏រងចាំលើ skin ដែរនៅក្នុងចំណោម skin ទាំង4នេះ admin រងចាំលើ skin Granger Isuzu ហើយគ្នាយើងរងចាំលើ skin នេះគេដែរទី2ចូលមកដល់សម្រាប់ event anniversary លើកទី10វិញគឺថាទាំង3 skin នេះគឺខុសពី100ឆ្នាំគឺថា skin ទាំង3នេះគឺមានឋានៈខុសគ្នាទាំងអស់ហើយសុទ្ធសឹងតែជា skin free ទាំងអស់តែម្ដងតែគ្រាន់តែចេញក៏ដូចជាថ្ងៃខុសគ្នាដោយណា Epic anniversary ត្រូវចេញនៅថ្ងៃទី4ខែកញ្ញាហើយបន្ទាប់មកចេញនៅ Chu special anniversary ចេញនៅថ្ងៃទី18កញ្ញានិងចុងក្រោយគឺគេចេញនៅ skin Laila Collector anniversary ចេញនៅថ្ងៃទី10ខែតុលាចូលមកដល់ទី3សម្រាប់ skin Aspirian ដែលមានដូចជា skin Ruby Aspirian Angela Aspirian Leslie និង Chang Aspirian វិញគឺអាចនឹងត្រឡប់មកវិញនៅថ្ងៃក៏ដូចជាខែកញ្ញានិងថ្ងៃទី16ណាគ្នាយើងតើដៃនារីគ្នាយើងតើមានរងចាំនៅ skin ក៏ដូចជា bingo ណាមួយដែរទេសម្រាប់គ្នាយើងណាដែលត្រូវការ top up នៅ QQ ក៏ដូចជា top up នៅ game ផ្សេងច្រើនប្រភេទក៏ដូចជាគ្រប់ server សម្រាប់គ្នាយើងណាត្រូវការសូមពេញណាជាមួយនឹង website admin ផ្ទាល់ដែលមានឈ្មោះថា Thon Game Store ហើយសម្រាប់គ្នាយើងណាដែលអត់ចេះដាក់ក៏អាចធ្វើការឆានមកកាន់ admin បានផងដែរចុងមកដល់ទី4សម្រាប់ event Mia Legend ដែលក្រុមនឹងធ្វើការកែប្រែតែបានកែប្រែរួចអាចនឹងចេញមកនៅខែតុលាហើយសម្រាប់ថ្ងៃគឺ admin អត់ទាន់ទទួលដំណឹងច្បាស់ទេក៏ដូចជាទី5សម្រាប់ event Isuzu ស៊េរីថ្មីដែលរួមមានដូចជា Isuzu Saber Isuzu Povia Isuzu Ruby អាចនឹងចេញគឺអត់ទាន់ដឹងថាថ្ងៃណាទេគឺអាចនឹងចង់នៅខែតុលាទី6សម្រាប់ skin ថ្មី Kakura Legend វិញអាចនឹងចេញនៅក្នុងខែវិច្ឆិកាហើយសម្រាប់ event មួយនេះគឺ admin គឺទទួលដំណឹងថាគឺមានការគ្រប់គ្រងច្រើនទៅសម្រាប់ skin ដែលស្ថិតនៅក្នុង event ធំៗទាំង6ខាងលើតើគ្នាយើងរងចាំនៅ skin នេះ event មួយណាដែរទៅបាទចំណែកគ្នាយើងសម្រាប់ event ខ្លះអាចនឹងមានការធ្វើការផ្លាស់ប្ដូរឬក៏ធ្វើការកែប្រែដូច្នេះគ្នាយើងក៏កុំអាចជឿទុកចិត្ត100% អីដោយសារតែអ្វីក៏ដោយ admin អាចនឹងធ្វើការ delay ឬក៏ធ្វើការផ្លាស់ប្ដូរណាគ្នាយើងចឹងអាចរងចាំមើលភាពចាស់ស្ដាយបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយជាបន្តទៀតជាមួយនឹង admin ទាំងអស់គ្នា